ជាង20ឆ្នាំមកនេះខ្ញុំធ្វើគ្រឿងសង្ហារឹមនេះខ្ញុំដឹងពីបេះដូងបងប្អូនទាំងអស់គ្នាពីបេះដូងអតិជនរបស់ខ្ញុំពីព្រោះអតិជនរបស់ខ្ញុំជាង 5-6 ម៉ឺននាក់ដែលគាត់ទៅជាទិញអីវ៉ាន់ខ្ញុំនេះទី1បងប្អូនទាំងអស់នោះគឺគាត់ចង់ទិញបានអីវ៉ាន់មួយតម្លៃធូរថ្លៃទី2ធូរថ្លៃហើយគឺមានគុណភាពល្អទី3គឺអ្នកលក់ដែលមានភាពច្បាស់លាស់ហើយមានបេះដូងជួយដល់ពួកគាត់ហើយអ្វីដែលសំខាន់បងប្អូនគឺយើងបច្ចុប្បន្ននេះប្រភេទដែលយើងធ្វើគ្រឿងសង្ហារឹមគឺឈើលេខ1ជាតួឯកនៃឈើប៉និតដូចជាបេងធ្នង់វញងនឹងលួនកាលពីជំនាន់ខ្ញុំធ្វើ20ឆ្នាំមុនសម្បូរណាស់បងប្អូនប៉ុន្តែឥឡូវនេះគឺជំនួសដោយឈើលេខ1ហើយប្រភេទឈើប៉និតគឺមានតិចមែនទែនតែម្ដងមួយពីព្រោះអីកាន់តែស្បាយទៅហើយខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់ដែលជួយគាំទ្រខ្ញុំកន្លង